ហ៊ុនសែនបានសម្លាប់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាយើងហើយហ៊ុនសែនបានសាងបាបច្រើនណាស់បងប្អូនហើយអ្នកដែលចូលរួមគាំទ្រហ៊ុនសែនក៏មានបាបផងដែរដោយយើងឃើញស្រាប់តែប្រទេសយើងរាល់ការសង្គ្រាមដែលឈ្លានពានដោយប្រទេសថៃតែហ៊ុនសែនបានយកច្បាប់ទៅប្តឹងតុលាការអត់មានទេមានន័យថាហ៊ុនសែនបានកាត់តំបន់ព្រំដែននឹងឲ្យគេបាត់ទៅហើយបងប្អូនទាំងអស់គ្នាមួយចំនួនហ្នឹងសួរសង្ងំសុកបានទៀតទេនៅពេលដែលគេយកផ្ទះសម្បែងគេវាយបំផ្លាញផ្ទះបងប្អូនទាំងអស់បងប្អូនបានឲ្យឈឺចិត្តឆ្អែតទ្រូងប៉ុណ្ណោះឯងលុយសហភាពអឺរ៉ុបគេជួយលុយប្រទេសគ្រប់នានាគេជួយទាំងអស់រាប់សិបរយលានតើហ៊ុនសែនយើងយកលុយទៅណាហ៊ុនសែនយកលុយទៅទុកទិញនាឡិកាវាណោះវាមិនយកលុយនេះជួយប្រជាពលរដ្ឋភៀសខ្លួនឬភៀសស្តុកនៅតាមព្រំដែនទេធ្វើម៉េចឲ្យតែបានល្អរបស់វាទេហ៊ុនសែននេះហើយយើងគិតមកមើលទៅហ៊ានច្បាំងគ្នាឲ្យស៊ីមបុកសួរតើឯណាទៅយុទ្ធធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរដូច្នេះហើយបងប្អូនខ្មែរមួយចំនួនគួរតែភ្ញាក់រលឹកឡើងចូលរួមគាំទ្ររាជរដ្ឋាភិបាលឯករាជ្យ$23នោះទៅបងប្អូនមានសង្ឃឹមស្រោចស្រង់ប្រទេសជាតិនឹងបានដីបងប្អូនត្រឡប់មកវិញបើសិនជាបងប្អូននៅគាំទ្រហ៊ុនសែនដោយបងប្អូនសម្លាប់ដូនតាបងប្អូនដូច្នោះដែរទឹកដីរបស់យើងមួយនេះមនុស្សស្លាប់កើតរាល់ថ្ងៃតែទឹកដីមិនអាចកើតរាល់ថ្ងៃដូចជីវិតមនុស្សទេដូច្នេះហើយបងប្អូនចូលរួមថែរក្សាទាំងអស់គ្នាឡើងទឹកដីទាំងអស់នេះគឺជាទឹកដីដូនតារបស់យើងមិនសល់ទុកឲ្យយើងរស់នៅតែបើយើងបាត់បង់ទៅប្រទេសជាតិខាងហើយយើងមិនអាចទៀមទាមកវិញបានទេយើងមើលកម្ពុជាក្រោមជាគំរូឡាវខ្មែរមួយចំនួនថាឡាវក្រុមគ្រប់គ្រងរបស់យួនមិនព្រមងើបឈរតែឥឡូវនេះធ្លាក់ដល់ចំណុចយើងនឹងហើយអនាគតខ្មែរយើងនឹងបាត់ផែនទីលើពិភពលោកដោយប្រទេសចាមដូច្នោះដែរកុំសើចចាមកុំសើចឡាវឥឡូវនេះកូនខ្មែរគ្រប់រូបត្រូវតែក្រោកឈរឡើងទៀមទាសិទ្ធិសេរីភាពរបស់យើងអស់គ្នាឡើងខ្ញុំនៅឈរជាមួយបងប្អូនអត់រត់ចោលបងប្អូនជាដាច់ខាតហើយកុំទៅខ្វល់អ្នកចោះចូលណានេះកុំខ្វល់សំខាន់បំផុតគោលដៅរួមរបស់អ្នកប្រជាធិបតេយ្យគឺដកត្រកូលហ៊ុនចេញជំនួសមកវិញនៅរាជរដ្ឋាភិបាលឯករាជ្យ$23ដែលដឹកនាំដោយលោកធានសំរងស៊ីនោះទៅខ្មែរយើងបានសុខ